ហើយរសាចូលចតារិស័យសម្រាប់ថ្ងៃពុទ្ធ13កើតខែមិគសិឆ្នាំម្សាញ់សព្វស័កពុរសករាជ2569ដែលត្រូវនៅថ្ងៃទី3ខែធ្នូឆ្នាំ2025ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតធាតុទឹកពងទេវតាប្រុសតាំងឲ្យសត្វកណ្ដុររាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតថ្ងៃនេះគឺល្អបង្គួរទំនាយបានទេថារាល់កិច្ចការងារឬក៏ចំនួនជួញដូរប្រចាំថ្ងៃប្រព្រឹត្តទៅយ៉ាងរលូននិងទទួលបានលាភសក្ការៈច្រើនគ្រួសមដែរគ្រាន់តែត្រូវចំណាយកម្លាំងកាយកម្លាំងចិត្តច្រើនបន្តិចនៅក្នុងថ្ងៃនេះហើយចំពោះគ្រួសារនិងស្នេហាវិញគឺមានភាពផ្អែមល្ហែមមិនមានរកម្មរកុសណាកាត់ឡើងទេគឺល្អជាធម្មតានៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសតាំងឲ្យសត្វគោរាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវថ្ងៃនេះល្អជាមធ្យមទំនាយបានទេថាលោកអ្នកអាចនឹងមានអារម្មណ៍ថាហត់នឿយបន្តិចតាក់ទងទៅនឹងកិច្ចការងារក៏ដូចជាមុខរបររកស៊ីប្រចាំថ្ងៃនៅក្នុងថ្ងៃនេះតែសូមលោកអ្នកកុំអស់សង្ឃឹមកុំអស់កម្លាំងចិត្តអ្វីព្រោះអ្វីដែលលោកអ្នកកំពុងតែគិតនិងកំពុងតែអនុវត្តគឺជាការល្អនឹងនាំឲ្យលោកអ្នករីកចម្រើនទៅថ្ងៃអនាគតខាងមុខហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញមិនមានរឿងរកម្មរកុសណាកាត់ឡើងនោះឡើយគ្រាន់តែមិនសូវជាមានរឿងសប្បាយចិត្តនិយាយរកគ្នានឹងគ្នាតែប៉ុណ្ណោះនៅក្នុងថ្ងៃនេះចំណែកអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលធាតុឈើពងយៈស្រីតាំងឲ្យសត្វខ្លាអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលនៅក្នុងថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតទំនាយបានទីថាអស់លោកអ្នកនឹងបានជួបសំណាងធំដែលនឹងនាំមកដោយមនុស្សសម្បុរខ្មៅមាឌធំម្នាក់ហើយមនុស្សនោះគឺធ្លាប់ស្គាល់គ្នាជាមួយលោកអ្នកកន្លងមកគ្រាន់តែមិនសូវមានទំនាក់ទំនងស្អិតរមួតហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពផ្អែមល្ហែមដោយស្រមោចនឹងស្ករអញ្ចឹងឯងនៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំថោះធាតុឈើពងមនុស្សស្រីតាំងឲ្យសត្វទុនសាយអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះថ្ងៃនេះរាសីសរុតចុះទំនាយបានទេថាលោកអ្នកនឹងមានកង្វល់ច្រើនគិតទៅលើរឿងគ្រួសាររឿងការងាររឿងរកស៊ីទៅថ្ងៃអនាគតកង្វល់ទាំងអស់នេះកាត់ឡើងដោយសារតែលោកអ្នកបាក់ទឹកចិត្តនៅក្នុងការបំពេញការងារមិនសូវបានល្អឲ្យគេហើយបង្កជាមានការស្ដីបន្ទោសពីចៅហ្វាយនាយផងដែរហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាអាចនឹងមានពាក្យឆ្លោះប្រកែកតមាត់តកជាមួយគ្នាបន្តិចបន្តួចតែមិនជាបង្កជាធំដុំប៉ុន្មាននោះទេក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងធាតុមាសពងទេវតាប្រុសតាំងឲ្យសត្វនិករាជរាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងថ្ងៃនេះល្អជាមធ្យមទំនាយបានទាយថាលោកអ្នកអាចប្រកបការងារមុខរបររកស៊ីបានដោយទទួលលទ្ធផលល្អគ្រាន់តែហាមទុកចិត្តអ្នកក្បែរខ្លួនដែលមិនមែនជាគ្រួសារប្តីប្រពន្ធខ្លាំងពេកប្រយ័ត្នអស់អង្គច្រកឆ្នាំងហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាមានភាពល្អុកល្អឿនយល់ចិត្តថ្លើមគ្នាទៅវិញទៅមកធម្មតានៅក្នុងថ្ងៃនេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសតាំងឲ្យសត្វពស់រាសីរបស់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់ថ្ងៃនេះល្អបង្គួរទំនាយបានទីថាត្បិតតែថ្ងៃនេះអស់លោកអ្នកមានអារម្មណ៍ថារៀងហត់នឿយបន្តិចប៉ុន្តែលទ្ធផលការងារនិងការរកស៊ីរបស់អស់លោកអ្នកគឺទទួលផលបានយ៉ាងល្អជាទីគប់ចិត្តរាល់ការដើរហើរធ្វើដំណើរទៅទីជិតឆ្ងាយគឺប្រកបតែសុវត្ថិភាពចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាមានភាពផ្អែមល្ហែមនិងកាន់តែយល់ចិត្តថ្លើមគ្នាប្រពៃណាស់នៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមមីធាតុភ្លើងពងទេវតាស្រីតាំងឲ្យសត្វសេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីថ្ងៃនេះគឺរាសីល្អជាមធ្យមទំនាយបានទេថារាល់កិច្ចការងារក៏ដូចជាដំណើររកស៊ីប្រចាំថ្ងៃរបស់អស់លោកអ្នកគឺប្រព្រឹត្តទៅរលូនដូចសពមួយដងអញ្ចឹងឯងគ្រាន់តែទាមទារឲ្យលោកអ្នកមានការគិតគូរវែងឆ្ងាយបន្តិចព្រោះហានិភ័យក្នុងការចាញ់បោកគេក៏ឡើងខ្ពស់ជាងសពមួយដងផងដែរហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាមិនមានភាពរកម្មរកូសណាកាត់ឡើងទេគឺល្អជាធម្មតានៅក្នុងថ្ងៃនេះ ច
ចំពោះលោកអ្នកដែលនៅក្នុងឆ្នាំមមែធាតុមាសពងទេវតាស្រីតាំងឲ្យសត្វពពែរាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែថ្ងៃនេះគឺល្អបង្គួរទំនាបបានទាយថាអស់លោកអ្នកនឹងមានអារម្មណ៍ល្អប្រសើរព្រោះតែបញ្ហាទាំងប៉ុន្មានដែលកប់ជ្រៅនៅក្នុងចិត្តជាយូរមកហើយនោះត្រូវបានដោះស្រាយជាបណ្ដើដោយមានការជួយជ្រោមជ្រែងពីមិត្តភ័ក្តិនិងពីសាច់ញាតិបងប្អូនសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាមានការចោះសម្រុងគ្នាមិនមានបញ្ហាចោទឡើយនៅក្នុងថ្ងៃនេះចំណែកឯអស់លោកអ្នកដែលនៅក្នុងឆ្នាំវកទៀតដែរពងយៈប្រុសតាំងឲ្យសត្វស្វារិស័យរបស់លោកអ្នកដែលនៅក្នុងឆ្នាំវកថ្ងៃនេះឡើងខ្ពស់ត្រដែតទំនាបបានទាយថាអស់លោកអ្នកនឹងទទួលបានឱកាសថ្មីទាំងការងារនិងមុខរបររកស៊ីដោយសារតែមានជំនួយពីមនុស្សជិតដិតបញ្ហាទាំងប៉ុន្មាននឹងត្រូវដោះស្រាយជាអន្លើទៅតាមបែបផែននៃរបៀបរបស់អស់លោកអ្នកឯចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញគឺមានភាពផ្អែមល្ហែមត្រជាក់ត្រជុំដោយទឹកអប់បំពង់ខ្ចីអញ្ចឹងឯងនៅក្នុងថ្ងៃនេះឯចំពោះលោកអ្នកដែលនៅក្នុងឆ្នាំរកាទៀតដែរពងយៈប្រុសតាំងឲ្យសត្វមាន់អស់លោកអ្នកដែលនៅក្នុងឆ្នាំរកាថ្ងៃនេះរិស័យឡើងខ្ពស់ត្រដែតទំនាបបានទាយថាលោកអ្នកនឹងទទួលបានពាក្យពោលសរសើរឬក៏រង្វាន់លើកទឹកចិត្តពីចៅហ្វាយនាយបើជាអ្នករកស៊ីនឹងមានអតិថិជនឬក៏លុយកាក់ហូរចូលដូចទឹកអញ្ចឹងឯងនៅក្នុងថ្ងៃនេះឯចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមល្អុកល្អឿនហើយចេះយល់ចិត្តគ្នាកាន់តែខ្លាំងទ្វេមួយជាពីរនៅក្នុងថ្ងៃនេះឯចំពោះលោកអ្នកដែលនៅក្នុងឆ្នាំចទៀតដីពងយៈស្រីតាំងឲ្យសត្វឆ្កែអស់លោកអ្នកដែលនៅក្នុងឆ្នាំចនៅក្នុងថ្ងៃនេះរាសីស្រុតចុះទំនាបបានទាយថាលោកអ្នកនឹងអាចជួបគ្រោះថ្នាក់ណាមួយជាយថាហេតុដូច្នេះហើយត្រូវកាត់បន្ថយការសប្បាយស៊ីផឹកនៅខាងក្រៅជាមួយមិត្តភ័ក្តិដាច់ខាតត្រូវចូលផ្ទះឲ្យបានមុនថ្ងៃលិចនិងហាមយកខ្លួនទៅបៀតបៀនជាមួយមនុស្សដែលទើបនឹងស្គាល់គ្នាហើយហាមចំណាយលុយកាក់ទៅលើការបង់ដាក់ទុននិងកក់អ្វីផ្សេងហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាវិញមិនមានបញ្ហារកម្មរកូសឡើយនៅក្នុងថ្ងៃនេះគឺល្អជាធម្មតាទេនិងចំពោះអស់លោកអ្នកដែលនៅក្នុងឆ្នាំកុលធាតុទឹកពងមនុស្សស្រីតាំងឲ្យសត្វជ្រូករិស័យរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលថ្ងៃនេះគឺឡើងខ្ពស់ត្រដែតតែម្ដងទំនាបបានទាយថាលោកអ្នកនឹងទទួលបានរង្វាន់ការលើកទឹកចិត្តជាលាភសក្ការៈជាឱកាសថ្មីនៅក្នុងវិស័យថ្មីតាមរយៈការណែនាំពីមនុស្សនៅក្បែរខ្លួនហើយបើជាអ្នករកស៊ីនឹងទទួលបានទំនុកចិត្តពីដៃគូឬក៏ពីអតិថិជនហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពផ្អែមល្ហែមល្អុកល្អឿនត្រជាក់ដូចទឹកអមរិតអញ្ចឹងឯងនៅក្នុងថ្ងៃនេះ